បាទវត្តប្រតិជ័យចាប់ផ្ដើមលេងចូលឆ្នាំបដាបដាបងប្អូនគឺលេងវាយក្អមអញ្ចឹងបើសិនជាបងប្អូនចង់ទៅលេងអីបាទលេងអាចទៅលេងបានត្រូវបាន10000រៀលកលាការនេះតាដាវដាសោយបដាសង្ឃឹមក្នុងចិត្តវាយគ្មានឲ្យខុសទេតាដាក់បាល់3ជុំ1 2 3លោកដួលស្រួលថយទៅត្រង់គណៈកម្មការថយតិចតាចិត្តណាថយទៅតាខំមកបោះចិត្តថយចិត្តមែនតើណាទៅថយនេះលំតាមកក្រោយដាក់បាទឃើញថាស្អីស្អាតខាងនេះគឺបាយ3ដបងគឺអត់ត្រូវទេបងប្អូនទាំងអស់គ្នាដោយសារតែអត់សូវមានអ្នកបោះព្រីយ៉ង់អញ្ចឹងទាំងអស់គ្នាអញ្ចឹងគឺគាត់បាយអត់ត្រូវទេហើយនេះគឺជាទស្សនវិជ្ជានៅវត្តប្រតិជ័យទាំងមូលបងប្អូនទាំងអស់គ្នាគឺឃើញថារៀបចំស្អាតមែនទែនហើយបើសិនជាបងប្អូនចង់ទៅលេងចង់ទៅឧបត្ថម្ភអាចទៅបានបងប្អូនទាំងអស់គ្នាហើយឃើញថាមានអ្នកមកទស្សនាមានអ្នកមកលេងច្រើនដែរបងប្អូនអញ្ចឹងចង់ដឹងថាអ្នកក្រោយវាយត្រូវឬអត់អញ្ចឹងចាំទស្សនាទាំងអស់គ្នាបងប្អូនចាកលាករសាច់សោកជ័យចេញញញឡើងចាំងតឥឡូវនេះដាវមកហើយសន្សំជឿជាលើខ្លួនមិនខំពីដានមកតែណាអាយ៉ាដាក់ខំហើយមកតើមកខ្វាំវាយមកចំខ្វាំវានឹងដាក់ដែរសងវាចេញសងវាហើយប៉ះសងវាដាក់អត់វាដាក់សងវាចិត្តដាក់សងវាណាហើយតិចហើយ3ជំហានដាក់ដល់មុខគណៈអង្គការបាទឃើញថាស្អីស្អាតខាងនេះគឺគាត់បានវាយត្រង់មែនទែនទាំងអស់គ្នាដោយសារតែមានអ្នកបោះព្រីយ៉ង់ច្រើនដែរអញ្ចឹងណាគាត់នៅវាយហើយគឺក្មេងៗរត់ទៅដើមស្គាល់គាត់ដើមអីគ្រប់គ្នាទាំងអស់ហើយដំបូងឡើងគឺខ្ញុំមកដឹងថានៅវត្តប្រតិជ័យគឺលេងលបែងវិជាព្រៃលេងចូលឆ្នាំអញ្ចឹងទេទាំងអស់គ្នាប៉ុន្តែយល់ថាទៅលឺសំឡេងល្វើយកកាអញ្ចឹងស្មានថាគេធ្វើអីអញ្ចឹងអញ្ចឹងក៏ខ្ញុំសង្ស័យថាវត្តប្រតិជ័យចាប់ដើមលេងចូលឆ្នាំហើយអញ្ចឹងបើសិនជាបងប្អូនចង់ទៅលេងចង់ទៅទស្សនាអាចទៅទស្សនាបានហើយក៏អាចឧបត្ថម្ភជាថវិកាបានដែរអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាយបាយជម្រាបលា